ជំរាបសួរនេះគឺជាសកម្មភាពប្រមូលផលផ្កាអំបិលនេះវាតែនៅលើទឹកផ្កាវានេះតែបានម្ដងតិចស្រង់ព្យាយាមធ្វើម៉េចកុំឲ្យប៉ះផ្លែនេះផ្លែវានៅក្រោមឃើញទេផ្លែវានៅក្រោមសមមកបានច្រើនយកទៅហាលថ្ងៃឲ្យស្ងួតស្អាតទីទៅផ្កាអំបិលមានតិចនេះជាមូលហេតុដែលផ្កាអំបិលមានតម្លៃថ្លៃនេះផ្លែគ្រាន់តែវាអត់ទាន់ធំច្រើនទៅពេលច្រើន